អូនកំពុងតែយល់ច្រឡំចំពោះបងហើយម្នាក់ស្រីនឹងគឺជាមិត្តភក្តិរបស់បងទេជាមិត្តអីចោះរូបភាពនេះវិញជាមិត្តដែរមែនទេហាអូនបានរូបនេះមកពីណាមានគេឃើញហើយមានបំណងល្អមកប្រាប់ខ្ញុំខ្លាចខ្ញុំត្រូវបានគេបោកប្រាស់សុទ្ធតែជាការយល់ច្រឡំទាំងអស់នេះមិនដូចអ្វីដែលអូនគិតទេចាំមើលយើងចាត់ការឯងយ៉ាងម៉េចអូយអ្នកប្រុសយ៉ាងម៉េចហើយឯងមិនឃើញទេអីអូយខ្ញុំបានប្រាប់ហាញតើថាវាខ្លាំងតែអ្នកប្រុសមិនជឿខ្ញុំអើយហើយបំបងបាយចិញ្ចឹមពួកឯងគ្មានបានការមែនបើខ្ញុំមិនបាននាងអ្នកណាក៏មិនអាចយកនាងបានដែររីតាប្រយ័ត្នបងវិឆ័យបងវិឆ័យបងវិឆ័យស្រឡាញ់គ្នាណាស់មែនទេចាំយើងបំពេញបំណងពួកឯងទៅចុះអូយពួកឯងរឿងភក្តីស្នេហ៍ភាគបញ្ចប់3ថ្ងៃក្រោយមកមិនក៏មិនឃើញរីតាមកអញ្ចឹងទូរស័ព្ទក៏ទេមិនលើកទៀនតែមានរឿងអីលើរីតាទៅខ្ញុំពិតជាបារម្ភណាស់សង្ឃឹមថាមិនមានរឿងអីកើតឡើងទៅលើនាងចុះមួយសប្តាហ៍ក្រោយមករីតាបងបានជួបអូនហើយបងពិតជានឹកអូនខ្លាំងណាស់អូនទៅណាមករយៈនេះមិនផ្ដល់ដំណឹងឲ្យបងសោះហើយទូរស័ព្ទក៏ទេមិនចូលទៀតខ្ញុំមិនបានទៅណាទេលោកក៏មករញ៉េរញ៉ៃនឹងខ្ញុំទៀតខ្ញុំមិនអាចឃើញមុខលោកទៀតទេមិនក៏រីតានិយាយអញ្ចឹងជាមួយបងមានរឿងអីមែនទេលោកធ្វើឲ្យដឹងខ្លួនអញហើយក៏មកឲ្យខ្ញុំនិយាយទៀតអីឬមួយរឿងថ្ងៃមុនដែលអូនបានឃើញបងនៅហាងកាហ្វេនោះមែនទេមែនហើយខ្ញុំឃើញតែផ្ទាល់ភ្នែកលោកនៅចង់កុហកខ្ញុំដល់ណាទៀតអូនកំពុងតែយល់ច្រឡំចំពោះបងហើយម្នាក់ស្រីនឹងគឺជាមិត្តភក្តិរបស់បងទេជាមិត្តអីចោះរូបភាពនេះវិញជាមិត្តដែរមែនទេហាអូនបានរូបនេះមកពីណាមានគេឃើញហើយមានបំណងល្អមកប្រាប់ខ្ញុំខ្លាចខ្ញុំត្រូវបានគេបោកប្រាស់សុទ្ធតែជាការយល់ច្រឡំទាំងអស់នេះមិនដូចអ្វីដែលអូនគិតទេឈប់កុហកខ្ញុំទៀតទៅខ្ញុំឆ្អែតហើយលោកធ្វើដល់ថ្នាក់នេះដាក់ខ្ញុំហើយណានិយាយថាជាការយល់ច្រឡំទៀតមែនទេវាមិនជាការពិតទេបងមិនបានក្បត់អូននោះឡើយហើយក្នុងរូបថតនេះបងជួបនាងដោយចៃដន្យពេលនាងរកខ្យល់បងក៏ទៅជួយទប់នាងទៅលោកមានផុសតាងអីទៅបញ្ជាក់ខ្ញុំបងអាចហៅនាងមកនិយាយជាមួយអូនបាននាងពិតជាមិត្តរបស់បងពិតមែនណាបងហ៊ានស្បត់ចំពោះមុខអូនបើបងកុហកឲ្យបងស្លាប់ពេលនេះទៅចុះបានហើយបងកុំស្បត់អីអូនជឿបងហើយអូនឈប់យល់ច្រឡំនឹងបងហើយមែនទេចាអូនជឿបងហើយអូនសំទោសដែលមិនសួរហេតុផលពីបងធ្វើឲ្យបងពិបាកហើយមិនអីទេបងសប្បាយចិត្តណាស់ដែលអូនជឿបងហើយមករយៈនេះអូនសុខសប្បាយទេហើយគេម្នាក់នោះមានដែរមករំខានអូនទៀតទេនិយាយរឿងនេះអូនពិបាកចិត្តណាស់ពុកម៉ែសួរអូនរាល់ថ្ងៃតែអូនចេះតែប្រកែកមិនដឹងថាអូនប្រកែកនឹងគាត់បានដល់ពេលណាទៀតបងសុំទោសអូនពិបាកដោយសារបងហើយមិនអីទេបងអូនមិនពិបាកទេអូនទ្រាំតិចទៀតទៅមិនយូរទៀតទេបងនឹងឲ្យពុកម៉ែបងចូលស្ដីដណ្ដឹងអូនមិនក៏អីបងអូនសប្បាយចិត្តណាស់បាទមិនហើយអូនអញ្ចឹងអូនគិតលាបងទៅផ្ទះហើយណាអូនចេញមកក្រៅយូរដែរហើយពុកម៉ែប្រហែលជាចាំផ្លូវអូនហើយអញ្ចឹងបងជូនអូនទៅមិនអីទេបងអូនទៅដល់ខ្លួនឯងបានហើយបាទអូនអញ្ចឹងតាមផ្លូវប្រយ័ត្នផងណាហើយពេលទៅដល់ផ្ទះកុំភ្លេចខលមកបងផង
ចាបង ពួកឯងស្រឡាញ់គ្នាណាស់មែនទេយើងមិនឲ្យពួកឯងបានសុខទេពួកអត់ឯងមកនេះបានលបងមានការអីមែនមានការឲ្យបានជាយើងហៅឯងមកមានការអីទៅលបងមកតាមយើងមកទៅចាត់ការអាសនាទៅលបងអើយដើរតាមយើងមកបានលបងជប់សិនបញ្ញាប់ទៅណាលឿនម្លេះគឺឯងទៀតហើយយើងទៅណាវាជារឿងរបស់យើងមានអីពាក់ព័ន្ធនឹងឯងសំដីបានណាស់ណោះយើងប្រាប់អញម្ដងទៀតបើឯងមិនចង់ឈឺសាច់ទេឆាប់ចេញឲ្យឆ្ងាយពីអូនរីតាបើឯងនៅតែរឹងចេះទៀតកុំបន្ទោសថាយើងនេះអាក្រក់ឲ្យសោះណាអញគិតថាអញជាស្អីហើយមានសិទ្ធអីមកហាមឃាត់យើងមិនឲ្យស្រឡាញ់គ្នាជាមួយរីតានោះអញក៏ដឹងហើយថារីតាមិនបានស្រឡាញ់អញទេយើងមិនខ្វល់ថានាងស្រឡាញ់យើងឬអត់នោះទេអ្វីដែលសំខាន់គឺយើងចង់បាននាងអ្វីដែលយើងចង់បានគឺត្រូវតែយកឲ្យបានតែយើងក៏មិនព្រមឲ្យនាងទៅឯងដែរអញ្ចឹងមានន័យថាឯងនៅតែមិនបោះបង់នាងទៀតមែនទេមែនហើយយើងមិនព្រមនោះទេបានអញ្ចឹងចាំយើងបំពេញបំណងឯងចុះពួកអត់ឯងចាត់ការវាទៅបានលបងអាយអូយអាយលបងអើយវាខ្លាំងណាស់ពួកអាបំបងបាយឯងនេះចំជាគ្មានបានការមែនអាមួយនេះវាខ្លាំងណាស់លបងចំជាគ្មានបានការទុកឲ្យយើងចាត់ការខ្លួនឯងក៏បានហើយឆាប់នាំកូនចៅឯងទៅវិញទៅហើយកុំមករញ៉េរញ៉ៃជាមួយនឹងអូនរីតាទៀតយើងមិនចង់មានរឿងវែងឆ្ងាយជាមួយឯងទៀតទេចាំមើលយើងចាត់ការឯងយ៉ាងម៉េចអូយអ្នកប្រុសយ៉ាងម៉េចហើយឯងមិនឃើញទេអីអូយខ្ញុំបានប្រាប់ហាញតាថាវាខ្លាំងតែអ្នកប្រុសមិនជឿខ្ញុំអើយហើយអាបំបងបាយចិញ្ចឹមពួកឯងគ្មានបានការមែនបានហើយឆាប់នាំកូនចៅឯងទៅវិញទៅហើយកុំឲ្យយើងឃើញមុខពួកឯងទៀតអើយផ្ញើទុកសិនចុះពួកឯងទៅវិញបានលបងល្ងាចឡើងរីតាកូនចាំមិនហើយកូនកូនសម្រេចចិត្តបានហើយនៅកូនចាម៉ែកូនសម្រេចចិត្តរួចហើយគឺកូនមិនព្រមរៀបការនឹងគេម្នាក់នោះទេនេះកូនថាម៉េចហេតុអីបានជាកូនមិនព្រមកូនមិនបានស្រឡាញ់គេទេកូនស្រឡាញ់តែបងវិឆ័យម្នាក់គត់នេះកូននៅស្រឡាញ់វាទៀតមែនទេកូនភ្លេចហើយមែនទេថាវាបានធ្វើស្អីដាក់កូនខ្លះវាមិនដូចអ្វីដែលយើងឃើញទេម៉ែទាំងនោះសុទ្ធតែជារឿងយល់ច្រឡំទេតាមពិតគាត់មិនបានក្បត់ខ្ញុំទេយ៉ាងណាក៏ម៉ែមិនព្រមដែរពុកវាឯងជួយនិយាយកូនផងកូនរីតាស្ដាប់តាមពុកម៉ែទៅកូនពុកម៉ែមើលមនុស្សមិនខុសទេកូនសាគិតមើលទៅក្មួយតារាសង្ហាក៏សង្ហាល្អក៏ល្អហើយថែមទាំងជាកូនអ្នកមានទៀតផងបើពុកម៉ែពេញចិត្តគេអញ្ចឹងពុកម៉ែរៀបការជាមួយគេទៅខ្ញុំរៀបការជាមួយគេទេរីតានេះកូនបើពុកម៉ែនៅតែបង្ខំកូនទៀតកូននឹងមិននៅផ្ទះនេះទៀតទេកូនរីតាឈប់ព្រាមហើយគិតយ៉ាងម៉េចទៅម៉ែវាមើលទៅកូនរីតាវាដូចជាមិនស្ដាប់យើងសោះហើយខ្ញុំគិតថាពួកយើងមានតែលេងធေါ်ក្តៅហើយបើមិនអញ្ចឹងទេគេមិនព្រមតាមយើងនោះទេខ្ញុំក៏គិតដូចម៉ែវាឯងដែរអញ្ចឹងចាប់ពីពេលនេះទៅយើងនឹងឃុំខ្លួនគេនៅក្នុងផ្ទះនឹងមិនឲ្យគេចេញទៅក្រៅទៀតនោះទេបាទធ្វើតាមគំនិតឯងចុះអញ្ចឹង
ស្អែកឡើង រីតាកូនកូនចង់ចេញតាណាទៀតហើយកូនទៅផ្សារណាម៉ែមិនបាច់ទៅទេចាប់ពីថ្ងៃនេះទៅម៉ែមិនឲ្យកូនចេញទៅក្រៅតាមចិត្តទៀតទេនេះម៉ែចង់ឃុំកូននៅក្នុងផ្ទះមែនទេ មែនហើយចាប់ពីថ្ងៃនេះទៅពុកនឹងម៉ែឯងនឹងមិនឲ្យឯងចេញទៅណាតាមចិត្តទៀតនោះទេពុកហើយនឹងម៉ែឯងក៏មិនចង់ធ្វើបែបនឹងដែរតែបើពុកម៉ែឲ្យឯងចេញទៅក្រៅទៀតឯងច្បាស់ជាទៅជួបគេនោះទៀតមិនខានទេ ពុកម៉ែគិតថាខំខ្លួនខ្ញុំនៅក្នុងផ្ទះហើយខ្ញុំព្រមរៀបការជាមួយគេម្នាក់នោះមែនទេបើពុកម៉ែគិតបែបហ្នឹងមែនគឺពុកម៉ែគិតខុសហើយទោះបីគិតបែបណាចំពោះម៉ែក៏ដោយក៏ម៉ែមិនព្រមឲ្យកូនចេញទៅក្រៅទៅជួបអានោះដែរបើម៉ែចង់បានបែបនេះទៅហើយកូននឹងព្រមតាមពុកម៉ែទៅចុះកូននឹងមិនចេញពីផ្ទះនោះទេ ឯងមើលតកូនរីតាដូចជាខឹងនឹងយើងខ្លាំងណាស់ខ្ញុំខ្លាចតែគេគិតខ្លីធ្វើអីផ្ដេសផ្ដាសទេឯង3ថ្ងៃក្រោយមកយ៉ាងម៉េចហើយឯងកូនរីតាមានញ៉ាំអីខ្លះទីអត់ទីឯងប្រហែលថ្ងៃនេះគេមិនញ៉ាំអីសោះបើនៅតែយ៉ាងនេះទៀតណាខ្ញុំខ្លាចតែគេធ្លាក់ខ្លួនឈឺទេឯងអើយ ហើយគិតយ៉ាងម៉េចទៅឯងអើយមើលទៅទោះបីជាពួកយើងខំប្រឹងយ៉ាងណាក៏វាមិនព្រមដែរ ខ្ញុំក៏ទាល់តម្រេះដែរឯង មើលទៅពួកយើងមានតែនិយាយជាមួយក្មួយតារាម្ដងទៀតហើយ តែខ្ញុំខ្លាចក្មួយតារាគេមិនព្រមព្រោះអីខ្ញុំបានយល់ព្រមនឹងគេហើយ តែយើងក៏មិនអាចបង្ខំកូនបានដែរពួកយើងមានកូនស្រីតែម្នាក់ទេហើយបើយើងចិត្តតែបង្ខំគេអញ្ចឹងខ្ញុំខ្លាចតែគេពិបាកចិត្តហើយគិតខ្លីទៅមិនវីវហើយទេអី អញ្ចឹងមានតែប្រាប់ក្មួយតារាតាមនឹងហើយ ល្ងាចឡើង កូនរីតាបើកទ្វារឲ្យម៉ែពុកចូលទៅកូនឲ្យម៉ែចូលក្នុងបន្ទប់កូនបន្តិចមកម៉ែពុកមានការអីមែនទេតែបើមកនិយាយរឿងនោះទៀតមិនបាច់និយាយក៏បានដែរគឺកូនមិនព្រមនោះទេអត់ទេកូនម៉ែហើយនឹងពុកឯងបានគិតរួចហើយគឺពួកយើងមិនបង្ខំកូនទៀតទេនេះម៉ែថាម៉េចម៉ែនិយាយពិតទេ មែនហើយកូនម៉ែឯងនិយាយជាការពិតចាប់ពីពេលនេះទៅពុកម៉ែមិនបង្ខំកូនទៀតទេ កូនពិតជាអរគុណពុកម៉ែណាស់ដែលយល់ពីចិត្តកូនមិនបង្ខំកូនទៀត ពុកម៉ែមានតែកូនម្នាក់គត់បើកូនរស់នៅគ្មានក្តីសុខពុកម៉ែក៏គ្មានក្តីសុខដែរ ត្រូវហើយកូនកន្លងមកឲ្យម៉ែសុំទោសផងណាកូនដែលម៉ែតែងតែបង្ខំកូនចាស់ម៉ែកូនមិនខឹងម៉ែទេកូនក៏សុំទោសពុកម៉ែដូចគ្នាដែលកន្លងមកកូនមិនស្ដាប់ពុកម៉ែហើយនិយាយអញ្ចឹងខាងលោកតារាម៉ែគិតដោះស្រាយបែបណាដែរមិនអីទេកូនស្អែកនេះម៉ែនឹងពុកឯងទៅនិយាយជាមួយគេម៉ែពុកលំបាកដោយសារកូនហើយ មិនអីទេកូនឲ្យតែកូនសប្បាយចិត្តរឿងប៉ុណ្ណឹងមិនពិបាកនោះទេកូនឆាប់ញ៉ាំបាយវិញទៅព្រោះអីកូនមិនបានញ៉ាំអីប្រហែលថ្ងៃហើយណាកូន ចាស់ពុក ស្អែកឡើង ជំរាបសួរពូមីង ចាជំរាបសួ បា រ ទ ក្ ជំ មួយ រាបសួរក្មួយហើយអូនរីតាទៅណាហើយពូមីងមិនក៏មិនឃើញគេអញ្ចឹង កូនរីតាគេមិនបានមកទេក្មួយ បាទហើយពូមីងហៅខ្ញុំមកមានការអីដែរ ចាក្មួយគឺមីងចង់និយាយរឿងក្មួយនឹងកូនរីតា អូរឿងនឹងទេហ៎ពូមីងចង់និយាយរឿងរៀបការខ្ញុំនិងរីតាមែនទេខ្ញុំបានគិតរួចហើយថា
អូនរីតាប្រកាសជាយកព្រមមិនខានរឿងរៀបការនឹងមិនបាច់លឿនពេកក៏បានដែរមីង អត់ទេក្មួយគឺថាណែអឺ ក្មួយតារារឿងនេះឲ្យពូមីងសុំទោសផងចុះពូមីងបានរកគ្រប់វិធីអស់ហើយតែកូនរីតាគេនៅតែមិនព្រមដូច្នេះហើយពូមីងមិនអាចបង្ខំគេបានទៀតទេនេះពូថាម៉េចថ្ងៃមុនពូមីងថាយល់ព្រមហើយថ្ងៃនេះមិនក៏ពូមីងនិយាយដូចនេះទៅវិញខ្ញុំមិនសុខចិត្តទេ ក្មួយតារាសម្រួលអារម្មណ៍តិចសិនទៅណាក្មួយមីងហើយនឹងពូក៏មិនចង់ធ្វើបែបនេះដែរក្មួយក៏ដឹងហើយថាចរិតរបស់កូនរីតាវាយ៉ាងម៉េចបើគេថាមិនព្រមហើយគឺមិនព្រមហើយមីងសង្ឃឹមថាក្មួយនឹងយោគយល់ផងចុះណា នេះកុំប្រាប់ថាពូមីងយល់ព្រមឲ្យអូនរីតាទៅតាក់ទងជាមួយតាមនោះឲ្យសោះណាបាទមិនហើយក្មួយពូនឹងមីងឯងបានយល់ព្រមឲ្យពូគេតាក់ទងគ្នាហើយខ្ញុំមិនសុខចិត្តទេបើអ្នកផ្សេងខ្ញុំមិនថាអីទេតែនេះនោះខ្ញុំមិនព្រមចាញ់វាដាច់ខាតសម្រួលអារម្មណ៍សិនទៅណាក្មួយតើឲ្យខ្ញុំសម្រួលអារម្មណ៍យ៉ាងម៉េចទៅពូហើយតើឲ្យខ្ញុំប្រាប់ប៉ាម៉ាក់ខ្ញុំថាម៉េចទៅខាងប៉ាម៉ាក់ក្មួយចាំពូនឹងមីងនិយាយជាមួយនឹងពួកគាត់ពូគិតថាពួកគាត់នឹងយោគយល់មិនខាន អើយសម្រួលអារម្មណ៍តិចទៅក្មួយនិងកូនរីតាប្រហែលជាមិនមែនជាគូនឹងគ្នានោះទេ មែនហើយក្មួយពូសង្ឃឹមថាក្មួយនឹងឆាប់រកបានមនុស្សស្រីដែលល្អម្នាក់ផងទៅចុះខ្ញុំមិនត្រូវការអ្នកណាទេខ្ញុំត្រូវការតែអូនរីតាម្នាក់គត់ក្មួយតារាគិតយ៉ាងម៉េចទៅឯងមើលទៅក្មួយតារាគេពិតជាខឹងខ្លាំងណាស់ ហើយសង្ឃឹមថាក្មួយតារាមិនធ្វើអីផ្ដេសផ្ដាសទៅចុះ ហើយខ្ញុំបារម្ភពីសុវត្ថិភាពកូនស្រីយើងណាស់ឯង មែនហើយឯងតិចលោកក្មួយតារាទៅធ្វើបាបកូនយើងទៅមិនបានទេតោះយើងឆាប់ទៅតាមគេទៅ តោះឯង រីតាបងមើលទៅមុខអូនថ្ងៃនេះដូចជាចម្លែកខុសពីធម្មតាអូនមានរឿងអីលាក់នឹងបងមិនទេ អូនពិតជាមិនអាចលាក់បងចិត្តមែន មានរឿងអីឆាំនិយាយប្រាប់បងមក គឺថាប៉ាម៉ាក់របស់អូនគាត់យល់ព្រមឲ្យពួកយើងតាក់ទងគ្នាហើយ ថាម៉េចអូននិយាយប៉ុន្មានណា ចាពិតមែនហើយបង បងពិតជាសប្បាយចិត្តណាស់ចាំពីពេលនេះទៅពួកយើងលែងលំបាកជួបគ្នាទៀតហើយ ចាបងថ្ងៃណាបងទំនេរគាត់ឲ្យអូននាំបងទៅជួបពួកគាត់ ចុងសប្តាហ៍នេះបងទំនេរហើយអញ្ចឹងចាំបងទៅជួបពួកគាត់នៅថ្ងៃនេះចុះឯងចង់ទៅជួបនរណាឈប់សម័យទៅអញទៀតហើយថ្ងៃមុននឹងមិនតន់រៀងទៀតមនុស្សដូចអញនេះទល់តែងាប់ម្ដងបានរៀងហើយថ្ងៃនេះក៏មិនដូចថ្ងៃមុនដែរ លោកតារាលោកកុំគិតចង់ធ្វើអីផ្ដេសផ្ដាសឲ្យសោះណា បងនឹងមិនធ្វើអីផ្ដេសផ្ដាសទេបើអូនព្រមតាមបងនោះ លោកចង់បានអីបើជារឿងនោះក៏មិនព្រមដាច់ខាត តើហេតុអីទៅរីតាតើអាសនេះវាល្អជាងបងត្រង់ណាទៅបានជាអូនស្រឡាញ់វាងប់បែបនេះ ប៉ុណ្ណឹងហើយលោកនៅមិនដឹងខ្លួនទៀតទេខ្ញុំមិនចង់និយាយច្រើនទេដឹងត្រឹមថាខ្ញុំស្រឡាញ់តែបងវិឆ័យម្នាក់គត់ បើខ្ញុំមិនបាននាងអ្នកណាក៏មិនអាចយកនាងបានដែររីតាប្រយ័ត្ន បងវិឆ័យ ស្រឡាញ់គ្នាណាស់មែនទេចាំយើងបំពេញបំណងពួកឯងទៅចុះអូយពួកឯង វិឆ័យក្មួយវិឆ័យបងវិឆ័យដឹងខ្លួនឡើងបងដឹងខ្លួនឡើងបង សម្រួលអារម្មណ៍តិចទៅកូនក្មួយវិឆ័យនឹងមិនអីទេ3ថ្ងៃក្រោយមក
បងវិឆ័យដឹងខ្លួនហើយមែនទេ បាទអូនរីតាតើអូនមានត្រូវរបួសត្រង់ណាទេ ចាបងអូនមិនកើតអីទេអូនអរគុណបងខ្លាំងណាស់បើគ្មានបងទេអូនមិនដឹងទៅជាយ៉ាងណាទេ មិនអីទេអូនឲ្យតែបងនៅមានជីវិតបងមិនឲ្យអ្នកណាធ្វើបាបអូនបានឡើយ ក្មួយវិឆ័យក្មួយដឹងខ្លួនហើយមែនទេ បាទមីង មីងពិតជាអរគុណក្មួយណាស់ដែលបានជួយកូនស្រីមីងបើគ្មានក្មួយទេរីតាមិនដឹងជាទៅជាយ៉ាងណាទេ បាទមិនអីទេមីងដរាបណាខ្ញុំនៅមានជីវិតខ្ញុំមិនឲ្យអ្នកណាប៉ះពាល់អូនរីតាដាច់ខាត Nice. កន្លងមកឲ្យមីងសុំទោសផងណាដែលមីងបំបាច់បំបាក់ពួកឯងទាំងពីរ មែនហើយក្មួយកន្លងមកឲ្យពូសុំទោសផងបាទមិនអីទេពូមីងខ្ញុំមិនដែលខឹងនឹងពូមីងនោះទេ បានឮក្មួយនិយាយបែបនេះមីងសប្បាយចិត្តណាស់ប៉ាម៉ាក់កុំនាំបងវិឆ័យនិយាយច្រើនពេកគាត់ទៅតែដឹងខ្លួនផងយីកូននេះ អញ្ចឹងឆាប់សម្រាកទៅណាក្មួយទើបតែដឹងខ្លួនផងមីងមិនរំខានក្មួយទៀតទេ បាទមីងបន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវជាច្រើនមកធ្វើឲ្យស្នេហាពួកគេទាំងពីរកាន់តែរឹងមាំហើយមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានរៀបការជាមួយគ្នានិងរស់នៅយ៉ាងមានសុភមង្គលរឿងភក្តីស្នេហ៍សន្មតថាចប់ដោយបរិបូរណ៍សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបាននិងមានសុភមង្គលគ្រប់ក្រុមគ្រួសារសូមអរគុណ